មេរៀនទី22រឿងកុមារចេះសន្សំសំចៃថ្ងៃមួយពេលចេញលេងសំណាងនិងសុភីបានអង្គុយនិយាយគ្នាក្រោមម្លប់ឈើសំណាងនិយាយទៅកាន់សុភីពេលដែលខ្ញុំខ្ចីសៀវភៅមេរៀនឯងមើលខ្ញុំឃើញមានស្នាមហែកនិងគូវាសលេងផ្ដេសផ្ដាសទៀតផងសុភីមែនឬសំណាងមែនសុភីឯងមិនត្រូវគូសវាសក្នុងសៀវភៅមេរៀននិងហែកក្រដាសបត់លេងឬសរសេររំលងសន្លឹកទេឯងត្រូវសរសេរឲ្យដល់សន្លឹកចុងក្រោយសិនចាំបដូរសៀវភៅថ្មីសុភីសំណាងខ្ញុំអរគុណឯងណាស់ដែលបានជួយប្រាប់និងរំលឹកពីរបៀបថែរក្សារបស់ប្រើប្រាស់និងសន្សំសំចៃខ្ញុំនឹងធ្វើតាមឯងចាប់ពីពេលនោះមកសុភីចេះសន្សំសំចៃទាំងប្រាក់កាសនិងរបស់របរប្រើប្រាស់ផ្សេងៗដោយសំណាងដែរ